ប៉ុននេះជាគុណសម្បត្តិរបស់លោកតស៊ូនឹងពុទ្ធសាសនាហ្នឹងដល់លោកទទួលអនិច្ចធម៌ទៅក៏ប្រសំញោមញាតពុទ្ធបរិស័ទសោកស្ដាយយ៉ាងក្រៃលែងចំពោះព្រះអង្គតែមិនដឹងធ្វើម៉េចអានឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់រួចហើយថាជាតិជារៀបជាធិមរណៈគ្មានអ្នកណាមួយកន្លងបានទេឆ្លងមិនផុតទេបងរត់កិច្ចទៅនៅឯណាក៏កិច្ចមិនរួចបងមានសេចក្តីទុក្ខសម្រាប់មនុស្សដែលកើតមកនៅក្នុងសង្សារវដ្តនេះអាស្រ័យនេះព្រះអង្គបានទទួលអនិច្ចធម៌ផុតទៅហើយព្រះអង្គបានទទួលគ្រប់ទាំង4ហើយកើតរួចហើយចាស់រួចហើយឈឺរួចហើយស្លាប់ហើយ4គ្រប់ទាំងអស់ដោយសេចក្តីកើតចាស់ឈឺស្លាប់នេះគ្មានមនុស្សណាមួយចូលចិត្តទេស្អប់ទាំងអស់ប៉ុន្តែបីស្អប់យ៉ាងម៉េចក៏ជៀសវាមិនរួចនេះសំបកករណានឹងញោមញាតពុទ្ធបរិស័ទជ្រាបសម្រាប់យើងអ្នកកាន់ពុទ្ធសាសនាយើងដឹងព្រះពុទ្ធោវាទដែលព្រះអង្គសម្ដែងមកប្រាប់យើងដឹងច្បាស់គ្រប់តែគ្នាប៉ុន្តែបីយើងដឹងច្បាស់ក៏នៅតែភ្លេចភ្លាំងស្មារតីអត់បានគិតទេបងថាយើងរស់នៅដោយអត់មានសតិគ្មានសតិគ្រប់តែគ្នាបងងាប់ដឹងប៉ុន្តែអត់បានប្រុងប្រៀបរកបានសតិមានសតិបានជាសេចក្តីសម្ដែងសត្តាសតិមេតោសទ្ធាភៈទាំងអ្នកដែលមានស្មារតីរមែងមានសេចក្តីចម្រើនជានិច្ចសតិគឺគេដឹងគ្រប់កាលគ្រប់វេលាថាលើពេលប៉ុណ្ណឹងអាយុប៉ុណ្ណេះអញត្រូវធ្វើអីពេលអាយុប៉ុណ្ណឹងត្រូវធ្វើអីគេសតិដឹងអញ្ចឹងព្រោះពេលអាយុដល់ទៅចាស់ទៀតត្រូវធ្វើអីគេដឹងគ្រប់សម័យទាំងអស់អត់ភ្លេចទេបងនេះបានព្រះអង្គត្រង់សរសើរតែមានសតិនេះគឺមានស្មារតីតាំងហើយមនុស្សមានសេចក្តីចម្រើនជានិច្ចដោយព្រះសម្មាសម្ពុទ្ធជាបរមគ្រូយើងព្រះអង្គមានសតិអត់រលត់ទេណាញោមនេះសតិលោកនៅចាំជាប្រកបដីសំបីលោកសម្រាប់សិនទៅសំងំលោកមិនទៅសម្រាប់ដោយយើងទទួលទានតំណែងលក់ទៅសតិរលត់បាត់អស់ព្រះសម្មាសម្ពុទ្ធកាលណាលោកត្រូវការសម្រាប់លោកចម្រើនចូលទៅកាន់ឈានលោកទៅសម្រាប់ក្នុងឈានហ្នឹងម្ល៉េះសតិលោករស់រវើកណាធ្វើអីក៏លោកដឹងអត់មានរលត់ទេគ្រប់កាលទេនេះបានជាមានឈ្មោះថាពុទ្ធៈប្រែថាលោកអ្នកភ្ញាក់គឺសតិអត់រលត់ភ្ញាក់រលឹកជាប្រកបដីនេះនិយាយពីព្រះសម្មាសម្ពុទ្ធជាបរមគ្រូសម្រាប់យើងជាបទជននឹងរលត់បាត់អស់អត់មានសតិទេតែបើញោមញាតពុទ្ធបរិស័ទដែលមានសតិភ្ញាក់រលឹកស្គាល់កាលស្គាល់វេលាទាំងអស់គឺនឹងមានសេចក្តីចម្រើនសពកាលទាំងអស់មិនប្រហែលទេនេះសូមញោមញាតជ្រាបដោយយើងដឹងថាកើតចាស់ឈឺស្លាប់ជាទុក្ខប៉ុន្តែអត់បានគិតទៅវារលត់បាត់ទៅគ្រាន់តែដឹងគ្រាន់តែដឹងនេះបានបុរាណលោកថាសពសត្វក្នុងលោកសត្វតែវិយោគប្រោះការអន្តោចង់តែមកផ្លេរួចផ្លេចទៅបាត់ទៀតរីព្រះសម្ពុទ្ធមានញាណមុមុតបំពេញចំណងព្រះអង្គយាត្រាតាមមេគាត្រង់ពីព្រោះព្រះអង្គជ្រាបការអន្ទូលលោកអត់ភ្លេចទេបាទសេចក្តីស្លាប់សម្រាប់យើងអត់តែដឹងគ្រាន់តែដឹងចង់កិច្ចចោលក៏កិច្ចចោលប៉ុន្តែខ្វះសតិគេថាភ្លេចបងនេះសេចក្តីនេះជាហ្នឹងបងដឹងតែកើតមកបន្ទុកហើយឃើញហើយអីខ្លាចចង់កិច្ចចោលក៏កិច្ចវាមិនរួចខ្ញុំបានធ្វើទេសនាថ្ងៃនេះ
ព្រះមេគុណនេះលោកបានអនិច្ចធម្មផុតហើយលោកទទួលគ្រប់អស់តើចាស់ឈឺស្លាប់ព្រមនៅតែយើងរកគ្នានេះបទទេសនានេះទេសនាក្រានរំលឹកញោមបទទេប្រកេនព្រះមេគុណលោកអត់ស្ដាប់បានទេអត់ប្រយោជន៍ប្រយុទ្ធទេដាស់តឿនក្រានរំលឹកដល់ញោមញាតិពុទ្ធបរិស័ទគ្រប់រូបถ้าយើងទាំងអស់គ្នាកើតក៏កើតរួចហើយចាស់ក៏កំពុងតែចាស់រាល់ថ្ងៃឈឺក៏កំពុងតែឈឺជានៅតែមួយទៀតនេះអាត្មាប្រាប់ណាកុំប្រហែលនៅតែមួយទៀតញោមញាតិអត់បានគិតទេបានតែអញកើតរួចហើយចាស់កំពុងតែចាស់ឈឺកំពុងតែឈឺអត់បានគិតទេបងនេះឯនេះអាត្មាសូមដាស់តឿនសតិឲ្យញោមញាតិមានសតិមានស្មារតីនឹកឃើញរលឹកឡើងបងកុំឲ្យភ្លេចចូលរៀនណាញោមញាតិលោកមកលេបប្របាក់រូបរាងកាយយើងឲ្យត្រុតត្រោមដល់យើងអត់ដឹងទេលោកមកដូចពស់វលេបសត្វអីសឹមមួយញោមញាតិអង្គុយស្ដាប់ធ្វើទេសនាថ្ងៃនេះស្មានដល់ញោមញាតិសិនមិញយប់មិញអត់ទេចាស់ចឹងតែត្រូវដឹងខ្លួនញ៉ៃចាស់ចឹងតែហើយនេះសូមជ្រាបញោមញាតិមានតែបានគិតទេថាអញថ្ងៃនេះចាស់ជាងយប់មិញសមហ្នឹងអត់បានគិតទេបងគឺតែវាលោភមកមិនឲ្យយើងដឹងខ្លួនមកតំពីឲ្យយើងរូបរាងកាយឲ្យត្រុតត្រោមទៅបងអត់ដឹងខ្លួនទេបងនេះជារៀនណាអីពិភពលោកអ្នកវិទ្យាសាស្ត្របោកខាងឱសថជាបាលរោគគេខំចម្រាញ់ស្រាវជ្រាវរោគបង្កើតថ្នាំណាដែលឲ្យមនុស្សប្រើទៅទប់នឹងចាស់ណាเขาเอาចាស់ទៅបីជាខំរាវរោលម៉ៃក៏តែមានគុណភាពមានប្រសិទ្ធភាពទេបងតែឃើញទេរហូតដល់ទៅគេធ្វើថ្នាំឲ្យញោមញាតិលេបទៅដើម្បីទប់ជារាមបានហើយគេបង្កើតគ្រឿងលាបលូនពីក្រៅទៅទៀតហ៎ដើម្បីទប់នឹងជារាណាតបមិនឈ្នះតើអស់គ្រឿងលាបលូននឹងជ្រះទៅក៏ចាស់តដែរដោយសក់ស្កៅញោមមកសក់ជារាប្រាប់យើងសខ្លះប្រឆាំងទៀតមិនព្រមឲ្យសទេទៅរោគថ្នាំយកមកលាបអោខ្មៅស្ទិនភ្នែកគេប៉ិនអត់បានប្រហែលថ្ងៃទេតែ4 5 6ថ្ងៃអាសក់គល់វាដុំមកទៀតសស្គប់ក្រោមខ្មៅតែចង់នេះបានតែជរានេះគ្មាននរណាមួយចង់បានដែរបើទប់វាមិនជ្រះខិតវាមិនបានហ្នឹងគឺយើងអត់ដឹងខ្លួនទេដែលអាត្មាជំរាបឲ្យញោមថ្ងៃនេះអង្គុយស្ដាប់ធម៌មិនញោមសាមញ្ញទេសាមញ្ញក្មេងជាងអានេះចាស់ចឹងតិចយើងអត់ដឹងវិជាធិក៏ជាសេចក្តីទុកមួយបើវិជាធិនេះកាលណាចូលមកសង្កត់រូបរាងកាយរបស់យើងដឹងព្រោះវាឈឺចុកចាប់ឡើងណាយើងដឹងច្បាស់ថាជាទីមកក្របសង្កត់ហើយព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាណដ្ឋិជាទីសមារយោគ្មានសត្រូវណាដែលកាចស្មើនឹងជំងឺរោគាទេខ្ញុំញ៉ាំគេមកយើងមើលរូបវាអត់ឃើញទេបើវាចូលទៅបុកទៅបែនវាយត្រាំឲ្យយើងឈឺចាប់ស្រកស្រែកយោយាយហ្នឹងអានេះជាទីអីបងវាចូលទៅបុកបែនត្រាំយើងអត់មានមេត្តាអីយ៉ាងទេនិយាយគ្នាស្ដាប់អត់បានទេប៉ុណ្ណឹងមានពេទ្យគេផ្សំឱសថយកមកឲ្យយើងលេបទៅបំ